ចឹងតម្លៃរបស់ខ្ញុំនេះតាំងពីដាំមកបងប្អូនគឺវាមានសុខភាពល្អមែនទែនរហូតដល់វាឡើងដល់ពាក្យកណ្ដាលនឹងរហូតដល់បានផ្លែអញ្ចឹងទេបងប្អូនផ្លែរបស់វាគឺមួយថ្នាំងមួយបាទក្រោយមកពេលដែលខ្ញុំអត់អាចគ្រប់គ្រងសត្វល្អិតបានគឺយើងរវល់យើងអត់បានមើលទៅធ្វើឲ្យពពួកជញ្ជក់ហ្នឹងគឺវាវាយលក់រហូតដល់វាឡើងទៅជាវីរុសហើយវាបង្កបញ្ហាទៅដល់តម្លៃរបស់យើងពេលដែលក្រោយមកទៅខ្ញុំកត់សម្គាល់មកពិនិត្យឃើញទៅតែឃើញមានសត្វជញ្ជក់ជាច្រើនដែលធ្វើឲ្យតម្លៃរបស់ខ្ញុំមានបញ្ហាចាប់ផ្ដើមមានបញ្ហាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមធ្វើការបាញ់ថ្នាំបាទហើយសូមបញ្ជាក់ថាសត្វជញ្ជក់ទាំងអស់នោះគឺមានដូចជាត្រេបរុយសហើយចៃខ្ញុំមើលទៅអត់មានទេតែមានមមីថ្នោតពពួកទាំងអស់នេះឯងដែលធ្វើឲ្យតម្លៃរបស់ខ្ញុំគឺមានបញ្ហាបាទហើយបងប្អូនដឹងហ៎នឹងឃើញគឺលេងទៅមុខបដ ாய் បាទលេងទៅមុខហើយមានកន្លែងខ្លះនោះវាអត់សូវស៊ីវានៅសុខភាពល្អបាទតែនៅកន្លែងភាគច្រើនមួយចំនួនហ្នឹងគឺវាស៊ីឡើងចង់ខ្ទេចហើយពេលដែលខ្ញុំបាញ់ថ្នាំបងប្អូនឃើញទេពេលដែលខ្ញុំបាញ់ថ្នាំបានតែ2ថ្ងៃមកមើលនៅលើលក្ខរបស់វាសុទ្ធតែសัตว์មមីថ្នោតបងប្អូនសុទ្ធតែមមីថ្នោតហើយនឹងរុយសបាទធ្លាក់ពេញទាំងអស់ក្នុងមួយស្លឹករបស់វាហើយងាប់ពេញដីដូចជាសម្រាមអញ្ចឹងបងប្អូននេះមកមើលអញ្ចឹងបានថាដោយសារតែខ្ញុំប្រហែសធ្វើឲ្យតម្លៃវាមានបញ្ហារហូតដល់ថ្នាក់នេះអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងឲ្យមែនទែនដែលដាំតម្លៃណាហើយមិនមែនត្រឹមតែសត្វល្អិតទេគឺមានពពួកមិនមែនត្រឹមតែហើយរុយសហ្នឹងគឺអត់សូវជាបញ្ហាធំរុយសមីថ្នោតនេះបងប្អូនឃើញទេហើយនៅខាងក្រោមដីវិញគឺត្រៀបត្រាសុទ្ធតែសត្វល្អិតពពួកជញ្ជក់ដែលវាជាភ្នាក់ងារនៅក្នុងការចម្លងវីរុសបាទវីរុសហើយនឹងរោគផ្សិតទៅដល់តម្លៃរបស់យើងអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងមែនទេណាឃើញទេបងប្អូននៅលើស្លឹកគឺសុទ្ធតែសត្វអញ្ចឹងនេះបាទបងប្អូនមើលទៅអញ្ចឹងធ្វើមិនការពារឲ្យបានការពារតម្លៃយើងឲ្យបានពីទូចដល់ធំខ្ញុំឃើញតែល្អគឺខ្ញុំអត់បានពិនិត្យមើលទៅនឹងពិនិត្យឃើញទៅបានដឹងថាវាឡើងខ្លាំងស៊ុបទ្រុបពេញបណ្ដូលតម្លៃរបស់យើងបាត់ទៅហើយបងប្អូនអើយទៅខ្ញុំធ្វើការបាញ់ថ្នាំអញ្ចឹងសូម្បីតែរុយក៏ងាប់ដែរបងប្អូនអញ្ចឹងខ្ញុំនឹងទៅធ្វើការបង្ហាញថ្នាំនៅក្នុងការបាញ់ឲ្យវាមានប្រសិទ្ធភាពល្អអញ្ចឹងបងប្អូនទៅមើលទាំងអស់គ្នាខ្ញុំនឹងបង្ហាញថាតើហើយនៅតម្លៃនេះវាអាចកែខៃបានខ្លះណាបងប្អូនបាទវាចាប់ផ្ដើមចេញផ្លែហើយនេះហើយមានកន្លែងមួយចំនួនក៏អាចថាកែខៃបានហើយយើងធ្វើការបាញ់ថ្នាំសម្រាប់សត្វល្អិតហើយយើងបាញ់ថ្នាំផ្សិតហើយចាំមើលតិចទៀតខ្ញុំនឹងបាញ់ប្រភេទអរម៉ូនជំរុញជាប្រភេទអរម៉ូនជំរុញដើម្បីជួយឲ្យវារលាបឡើងខ្លះបាទឡើងខ្លះមកវិញណាបងប្អូនបាទអញ្ចឹងយើងត្រូវតែដឹងតិចប៉ុន្តែអ្វីដែលសំខាន់គឺការពារប្រសើរជាងព្យាបាលកុំទុកឲ្យតម្លៃរបស់យើងគឺដល់ថ្នាក់ហ្នឹងឲ្យសោះបាទអញ្ចឹងសុទ្ធតែពពួកជញ្ជក់ហើយនៅរុយសនេះអត់ទាន់ងាប់ទេខ្លាំងណាស់រុយសហ្នឹងបងប្អូនអើយនៅមានត្រុយហើយនៅទ្រីបដែលនៅបដូលនេះណាគឺត្រូវពិនិត្យមើលឲ្យមែនទែនបាទសត្វល្អិតដែលដូចជាមមីថ្នោតដែលវាតុំយ៉ាងស្អេកស្អាស់ខ្ញុំមិននឹកឃើញខ្ញុំមិននឹកស្មានថាវាឡើងដល់ថ្នាក់នេះពេលដែលមកមើលប៉ាប់គឺមមីថ្នោតស្ញេះតែម្ដងហើយនឹងរុយសហើយនឹងនេះសត្វមមីថ្នោតបងប្អូនមើលក្នុងនេះបាទនេះអញ្ចឹងពួកនេះគឺជាពួកបង្កវីរុសដែលបងប្អូនមួយចំនួនថាននងតម្លាចវារួញដោយសារអីម្ទេសរួញដោយសារអីគឺពពួកជញ្ជក់នឹងឯងមិនមែនពួកកូកេទេពួកកូកេមានដូចជាតម្កូវពួកនឹងងាយសម្លាប់ណាបងប្អូនតែពពួកជញ្ជក់នេះវាទូចល្អិតមើលលេងចង់ឃើញហើយបាទអញ្ចឹងអានេះវាអត់សូវវៃលក់ខ្លាំងអញ្ចឹងវាមានការលូតលាស់ល្អណាបងប្អូនបាទនៅមួយតំបន់ខ្លះវានៅចំណុចខ្លះវាអត់ទាន់អីអញ្ចឹងបើសិនជា
វាអត់អ្វីលក់ខ្លាំងទេគឺវាល្អណាបងប្អូនល្អមែនទេបដោយថ្លៃនេះតែបើអ្វីលក់មកកន្លែងនេះគឺខ្ទេចអស់អញ្ចឹងយើងនៅបាយើងនៅកែកុនបានខ្លះបងប្អូនអញ្ចឹងខ្ញុំនឹងទៅបង្ហាញថ្នាំបងប្អូនតោះទៅមើលបងប្អូនថាតើយើងប្រើថ្នាំអីដើម្បីស្រោចស្រង់នៅតម្លៃរបស់យើងឡើងវិញណាបាទ